ចំពោះ power bank នៅលើទីផ្សារគឺអត់ខ្វះទេបងប្អូន ប៉ុន្តែចំពោះ power bank ដែលប្រើប្រាស់បានច្រើនមុខងារហ្នឹងគឺមិនសូវជាមានប្រហែលទេអញ្ចឹង power bank នៅខាងមុខខ្ញុំនេះគឺជាប្រភេទ Cyberpunk Fan 1ដែលមានទំហំថ្ម 20,000 mAh អញ្ចឹង power bank ហ្នឹងគឺអាចប្រើប្រាស់បាន5មុខងារអញ្ចឹងទី1ហ្នឹងអ្នកទាំងគ្នាអាចសាកដោយប្រើ wireless បានដែលយើងហៅថាដែលយើងស្គាល់ថាការសាកដោយអត់ខ្សែហ្នឹងអញ្ចឹងចំពោះល្បឿនសាករបស់វាគឺបាន15 W សម្រាប់ការសាកដោយប្រើ wireless ណាហើយមុខងារទី2ហ្នឹងគឺ kickstand អញ្ចឹងនៅពេលដែលបងប្អូនកំពុងតែសាកជាមួយ wireless ហ្នឹងបងប្អូនអាចប្រើប្រាស់ជាមួយនឹង kickstand នេះបានបញ្ចូលទូរស័ព្ទឬមួយក៏ប្តីទូរស័ព្ទមើលរឿងស្ដាប់ចម្រៀងឬមួយក៏មើលវីដេអូផ្សេងៗបានអញ្ចឹងបងប្អូនបានទាំងសាកថ្មបានទាំងការកំសាន្តអារម្មណ៍មួយបែបទៀតផងហើយចំណុចទី3នោះគឺ power bank នេះអាចធ្វើជាដុំសាកបានផងដែរដោយអ្នកទាំងគ្នាបានឃើញនៅចំណុចមួយនេះអញ្ចឹងគឺមានជើងដែលបងប្អូនអាចកាច់ចេញនិងកាច់ចូលបានអញ្ចឹងនៅពេលដែល power bank នេះអស់ថ្មអីបងប្អូនគ្រាន់តែយក power bank ហ្នឹងទៅដោតជាមួយនឹងព្រីភ្លើងទៅគឺវាសាកចូលទៅកាន់ទូខ្លួនវិញបានតែម្ដងហើយបងប្អូនចង់ធ្វើជាដុំសាកក៏បានដែរបងប្អូនអាចយកខ្សែមកដោតជាមួយរុននេះទៅហើយជើងនេះដោតជាមួយនឹងព្រីភ្លើងអញ្ចឹងវាคล้ายជាដុំសាកបានតែម្ដងបើប្រៀបធៀបជាមួយនឹង power bank ទូទៅគឺអត់មាន power bank ណាដែលអាចធ្វើបានដូច power bank នេះទេហើយចំពោះខ្សែសាកវិញគឺជាប្រភេទខ្សែ Lightning ទៅ Type C ហើយខ្សែសាកនេះអាចធ្វើជាខ្សែសម្រាប់យកក៏បានដែរអញ្ចឹងនៅពេលដែលបងប្អូនត្រូវការសាកឲ្យបងប្អូនដោះមកសាកបានហើយចំពោះល្បឿនសាករបស់វាគឺបាន 22.5 វ៉ាត់អញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ជាមួយនឹង power bank មួយនេះណាបងប្អូនអាចបញ្ជាទិញតាមរយៈវីដេអូនេះបានឬមួយក៏មកតែបន្តដល់ហាងក៏បានដែរអរគុណបងប្អូនទាំងអស់គ្នា